เฮ้ยช่วยพ่องละโอนช่วยพ่องฮะละบองអ្នកដែលមកដល់ទីនេះគឺជាមនុស្សប្រុសដែលមានភក្ដីភាពចំពោះប្រពន្ធយើងផ្ដល់ឲ្យឯងនៅត្បូងនេះចូលឯងយកទៅចុះហើយឯងអាចសុំអំណងប្រាថ្នាគ្រប់បែបយ៉ាងបាននាងពិតជាមានសម្រស់ស្អាតមែនបើសិនជាបាននាងមកធ្វើជាប្រពន្ធមិនដឹងជាល្អយ៉ាងណាទេអ្នកប្រុសក្រែងអ្នកប្រុសមានប្រពន្ធហើយតើអីល្អគ្រប់គ្រាន់សម្រាប់គាត់មែនទេបានជាគាត់ទៅរកនារីថ្មីមកធ្វើជាប្រពន្ធរឿងភក្ដីភាពកាលកន្លងទៅមានប្តីប្រពន្ធកំសត់កំរមួយគូដែលប្តីមានឈ្មោះថាធុរៈនិងប្រពន្ធមានឈ្មោះថាសមនីពួកគេមានជីវភាពក្រខ្សត់ណាស់រងមួយថ្ងៃចាយមួយថ្ងៃសឹងតែមិនគ្រប់ផងខ្ញុំគិតទៅសិនហើយណាអ្នកចាំតិចសិនទៅអ្នកខ្ញុំរៀបចំបាយទឹករួចហើយលំបាកដល់អ្នកហើយត្រូវងើបពីព្រឹកដើម្បីរៀបចំបាយទឹកឲ្យខ្ញុំទៀតមិនអីទេអ្នកទេដែលលំបាកជាងខ្ញុំទៅទៀតព្រោះត្រូវចូលទៅក្នុងព្រៃដើម្បីកាប់អុសខ្ញុំពិតជាសំណាងណាស់ដែលមានអ្នកជាប្រពន្ធខ្ញុំទេដែលមានសំណាងដែលបានអ្នកជាប្តីអញ្ចឹងខ្ញុំទៅហើយណាអ្នកប្រហែលជាលបងសៃកនគាត់រងចាំយូរហើយនិយាយចប់ធុរៈក៏បានចាក់ចេញទៅអើយលោកប្អូនណាហើយមិនគេយូរម្លេះហ្នឹងអូដោយសារតែប្រពន្ធខ្ញុំគាត់បានរៀបចំបាយទឹកឲ្យខ្ញុំនឹងណាទើបរៀងថ្ងៃបន្តិចទៅលបងយាយប្តីប្រពន្ធគេនេះល្អោកល្អឿនណាស់ណពិតជាគួរឲ្យចំណែនមែនតើបើលបងចំណែនលបងអាចល្អោកល្អឿនដូចពួកខ្ញុំបានតានិស័យមនុស្សវាខុសគ្នាតោះអញ្ចឹងព្រោះមេឃកាន់តែថ្ងៃហើយពួកគេបាននាំគ្នាចូលព្រៃកាប់អុសមើលទៅដូចជាគ្រប់ហើយអញ្ចឹងយើងគិតត្រឡប់ទៅវិញទៅអីតែលបងយើងកាប់ប៉ុណ្ណឹងលក់មិនបានប្រមាណទេអើយអារឿងលក់អុសនេះណាកាប់ច្រើនយកទៅលក់ក៏វាគ្មានអ្នកណាទិញច្រើនដែរមិនហើយលបងនិយាយត្រូវណាស់ជីវិតពួកយើងនេះបើរកស៊ីតែកាប់អុសអញ្ចឹងមិនអាចមានឡើយខ្ញុំគិតថានឹងរកអ្វីផ្សេងតែយើងមិនមានដើមទុនហើយចំណេះនឹងក៏គ្មានទៀតធ្វើម៉េចទេលបងនេះជាកម្មរបស់យើងមានតែទ្រាំទៅខ្ញុំឮថានៅក្នុងព្រៃជ្រៅគឺមានឈើប្រណិតបើសិនជាយើងរកបានណាយើងនឹងអាចរកប្រាក់បានច្រើនណាស់ពិតមែនហើយលបងបើអញ្ចឹងថ្ងៃស្អែកយើងគិតទៅរកកាប់ឈើនោះទៅអីនៅក្នុងព្រៃជ្រៅមានសត្វសាហាវច្រើនណាស់បើយើងចូលទៅមានតែប្រថុយនឹងគ្រោះថ្នាក់បើយើងនៅតែធ្វើបែបនេះជីវិតយើងគឺនៅតែប៉ុណ្្នឹងឯងយើងសាក់ប្រថុយមើលទៅលបងនិយាយដូចឯងនេះក៏ត្រូវមួយយ៉ាងដែរពួកគេក៏បាននាំគ្នាត្រឡប់ទៅផ្ទះវិញអ្នកមកវិញហើយថ្ងៃនេះដូចជាលឿនជាងរាល់ដងមើលទៅមុខអ្នកដូចជាមានរឿងអីគឺថ្ងៃស្អែកនេះខ្ញុំនឹងចូលទៅព្រៃជ្រៅចូលទៅក្នុងព្រៃជ្រៅនៅក្នុងព្រៃជ្រៅគឺមានសត្វសាហាវច្រើនណាស់តែនៅក្នុងព្រៃជ្រៅគឺមានឈើប្រណិតអញ្ចឹងហើយខ្ញុំមានតែប្រថុយចូលទៅទេអើយកុំអីណាអ្នកយើងរស់នៅតាមសមាជីវោទៅខ្ញុំមិនចង់ឲ្យអ្នកទៅទេខ្ញុំមិនចង់ឲ្យអ្នកលំបាកអញ្ចឹងទៀតទេយើងត្រូវតែកែប្រែជីវភាពយើងកុំបារម្ភអីណាអ្នកខ្ញុំនឹងត្រឡប់មកវិញបានអ្នកសម្រេចចិត្តបែបនេះហើយខ្ញុំមានតែជូនពរអ្នកទេលុះស្អែកឡើងធុរៈនិងសៃកនបាននាំគ្នាចូលព្រៃពួកយើងបានចូលព្រៃកាន់តែជ្រៅហើយមែនហើយនៅម្ដុំនេះដូចជាគួរឲ្យខ្លាចយ៉ាងម៉េចមិនដឹងទេយើងឆាប់ទៅរកមើលឈើប៉និតទៅលបងដើមឈើទាំងអស់នេះដូចជាចម្លែកខ្ញុំមិនដែលឃើញសោះអញ្ចឹងដើមឈើប៉និតដែលយើងរកនោះមិនមាននៅទីនេះទេហ៎ដូចជាមិនមានទេតោះអញ្ចឹងយើងចូលទៅឲ្យជ្រៅជាងនឹងបន្តិចទៅលបងតែខ្ញុំដូចជាខ្លាចយ៉ាងម៉េចមិនដឹងទេ
ភ្លាមនោះស្រាប់តែមានវល្លិមកទាញជើងរបស់សៃកនទៅបាត់ទៅអើយជួយផងលោកប្អូនជួយផងហាលបងវល្លិបានវាមករកទាញជើងរបស់ធុរៈក៏បានកាប់វល្លិនោះនៅទីនេះមានវល្លិច្រើនម្ល៉េះវល្លិជាច្រើនបានវាមកហើយត្រូវធុរៈកាប់ចោលទាំងអស់មិនដឹងថាលបងសៃកនទៅដល់ណាហើយទេធុរៈបានដើរទៅមុខទៀតគេបានជួបនឹងសត្វស្វាមួយក្បាលអ្នកកំឡោះតើអញទៅណាហ្នឹងខ្ញុំចូលមករកកាប់ឈើប្រណិតហើយក៏វិញភ្លើងមកដល់ទីនេះអ្នកដែលមកដល់ទីនេះគឺជាមនុស្សប្រុសដែលមានភក្ដីភាពចំពោះប្រពន្ធយើងផ្ដល់ឲ្យឯងនៅត្បូងនេះចូលឯងយកទៅចុះហើយឯងអាចសុំអំណរប្រាថ្នាគ្រប់បែបយ៉ាងបានហាពិតជាអញ្ចឹងមែនហើយបងស្វាខ្ញុំកំពុងតែយល់សពទីដឹងឯងមិនបានយល់សពទេនេះគឺជាការពិតយើងសង្ឃឹមថាឯងនៅតែជារក្សាភក្ដីភាពនេះរហូតទៅបាទបងស្វាខ្ញុំនឹងរក្សាភក្ដីភាពនេះតើខ្ញុំអាចសាកសុំបំណងប្រាថ្នារបស់ខ្ញុំបានទេបានឯងអាចសុំបានខ្ញុំសូមឲ្យបងសៃកនមិនមានគ្រោះថ្នាក់និងត្រឡប់ទៅផ្ទះវិញដោយសុខសាន្តបំណងប្រាថ្នារបស់ឯងបានសម្រេចហើយធុរៈក៏បានត្រឡប់ទៅវិញតើអ្នកមកវិញដោយរបៀបម៉េចហ្នឹងចាំខ្ញុំរៀបរាប់ពីដំណើររឿងធុរៈក៏បានរៀបរាប់ប្រាប់ប្រពន្ធបានចឹងពិតជាល្អណាស់អ្នកពួកយើងលែងក្រលំបាកទៀតហើយមិនហើយអ្នកខ្ញុំពិតជាសប្បាយចិត្តណាស់អ្នកលែងលំបាកទៀតហើយធុរៈបានសុំបំណងប្រាថ្នាឲ្យគេមានផ្ទះមានមាសប្រាក់ជាច្រើននៅពេលនេះពួកយើងលែងលំបាកទៀតហើយអ្នកមែនហើយអ្នកខ្ញុំពិតជាសំណាងណាស់ដែលបានអ្នកខ្ញុំចង់ទៅដើរកម្សាន្តនៅខាងក្រៅបន្តិចណាស់អ្នកព្រោះថាខ្ញុំនៅតែក្នុងផ្ទះអញ្ចឹងវាដូចជាអបសុកណាស់ចាអ្នកសំចេញចុះធុរៈបានដើរចេញទៅខាងក្រៅអ្នកប្រុសតើចង់ទៅណាដែរយើងមិនដឹងទេឯងថាទៅមើលកន្លែងណាដែលមានមនុស្សច្រើននោះអូគឺនៅខាងមុខនេះណាអ្នកប្រុសមនុស្សគ្រប់គ្នាគេចូលចិត្តទៅលេងកន្លែងនោះណានៅពេលនោះស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់បានដើរកាត់ហាតើនារីនេះជានារីសួគ៌ទេដឹងអីអ្មេចក៏ស្អាតយ៉ាងនេះអ្នកប្រុសនាងគឺមានឈ្មោះថានាងសាវមានសម្រស់ស្អាតដាច់គេនៅក្នុងភូមិនេះយើងមិននឹកស្មានថានៅក្នុងភូមិយើងនេះមាននារីដ៏ស្រស់ស្អាតបាននេះសោះឈប់សិនណានាងចាអ្នកប្រុសមានកាយដែរតែខ្ញុំអាចស្គាល់នាងបានទេចាបាននាងខ្ញុំឈ្មោះថានាសាវហើយចុះលោកវិញខ្ញុំមានឈ្មោះថាធុរៈគាត់គឺជាអ្នកមានជាងគេនៅក្នុងភូមិនេះចារីករាយណាស់ដែលបានស្គាល់លោកតែខ្ញុំអាចសុំនាងពិសាអាហារជាមួយខ្ញុំមកពេលបានទេមិនចាំបាច់ទេលោកខ្ញុំមានធុរៈអញ្ចឹងខ្ញុំសុំលាសិនហើយនាងពិតជាមានសម្រស់ស្អាតមែនបើសិនជាបាននាងមកធ្វើជាប្រពន្ធមិនដឹងជាល្អយ៉ាងណាទេអ្នកប្រុសក្រែងអ្នកប្រុសមានប្រពន្ធហើយតើអីអញកុំចេះអញគួរតែរកវិធីជួយយើងដើម្បីយកនាងមកធ្វើជាប្រពន្ធឲ្យបានទើបល្អតែខ្ញុំខ្លាចលោកស្រីណារឿងលោកស្រីឯងយើងចេះចាត់ចែងហើយធុរៈបានបែកគំនិតយកនាងសាវមកធ្វើជាប្រពន្ធទី2តែខ្ញុំមិនល្អគ្រប់គ្រាន់សម្រាប់គាត់មែនទេបានជាគាត់ទៅរកនារីថ្មីមកធ្វើជាប្រពន្ធលោកស្រីកុំពិបាកចិត្តអីវាជារឿងធម្មតារបស់មនុស្សប្រុសទេតែគាត់ពីមុនមិនមែនចឹងទេតាំងពីមានមាសប្រាក់ទ្រព្យសម្បត្តិមកគាត់បានផ្លាស់ប្ដូរ
កើតដើមឡើយគាត់ស្រឡាញ់តែយើងម្នាក់គត់លោកស្រីឈប់ពិបាកចិត្តទៀតទៅណាឯងមិនយល់នោះទេបើសិនជាឯងជាយើងឯងនឹងយល់រឿងឯងដែលថាខ្ញុំមិនយល់នោះខ្ញុំយល់ព្រោះខ្ញុំឃើញមានច្រើនម្នាក់មកហើយ នៅពេលរាត្រី មិនបាច់ឯងបាច់បងភក្តីភ្លាមចឹងមិនបាច់ឯងបាច់បងភក្តីភ្លាមចឹងមិនបាច់ឯងបាច់បងភក្តីភ្លាមចឹង យាយអាស្វាចង្រៃនេះមិនក៏មករំខានយើងអញ្ចឹង ឯងភ្លេចយើងប្រាប់ហើយឯង តើឯងជានរណា មិននឹកស្មានថាឯងភ្លេចយើងលឿនដូច្នេះសោះ ឯងគឺជាស្វាដែលឲ្យត្បូងមកយើងនោះមែនទេ ឯងនឹកឃើញហើយឯងតើឯងភ្លេចសម្ដីរបស់ឯងហើយនៅ សម្ដីអីយើងមិនចាំទេព្រោះវាយូរច្រើនឆ្នាំហើយចុះឯងមករកយើងធ្វើអី បើសិនជាឯងមិនចាំសម្ដីនឹងមិនអាចរក្សាភក្តីភាពបានទេនោះឯងនឹងបាត់បង់អ្វីគ្រប់បែបយ៉ាង ឯងចង់លួចត្បូងរបស់យើងមែនទេ យើងបានទុកត្បូងនោះយ៉ាងសម្ងាត់គ្មាននរណាដឹងទេ ឯងចាំតែមើលទៅយើងអាចធ្វើឲ្យឯងមានអ្វីបានយើងក៏អាចឲ្យឯងបាត់បង់អ្វីគ្រប់យ៉ាងបានដូចគ្នា អាស្វានេះសំណាងណាស់ដែលយើងលាក់បានយ៉ាងល្អ តើមានរឿងអីតែលោកបងបានជានិយាយលឺខ្លាំងម្ល៉េះ អូគឺមានស្វាចង្រៃមួយក្បាលនឹងណាវាចូលមក ថាម៉េចមានស្វាចូលមកហេតុអីបានជាមានស្វាចូលមកស្រួលម្ល៉េះលោកបង មិនអីទេដោយសារតែវាឃ្លាននឹងណាឥឡូវវារត់បាត់ទៅហើយត្បូងនៅទីនេះសោះសំណាងណាស់ដែលខ្ញុំឆ្លាតហាមិនបានជាមាសប្រាក់របស់ខ្ញុំបាត់អស់អញ្ចឹងតើមានរឿងអីនឹងខ្ញុំបាត់បង់អ្វីគ្រប់យ៉ាងហើយតើមានរឿងអីនឹង មាសប្រាក់ក៏បាត់បង់និងផ្ទះរបស់យើងបានคล้ายទៅជាដូចដើមវិញនេះមកពីខ្ញុំខ្លួនឯងដែលក្បត់ពាក្យសន្យាសមនេះឲ្យខ្ញុំសូមទោសផងដែលមិនគប្បីនឹងអ្នក មិនអីទេអ្នក សៅនិងអ្នកបំរើក៏បាននាំគ្នាចាកចេញនាងសៅតើអូនចង់ទៅណានឹង គឺចាក់ចេញពីមនុស្សក្រដូចជាលោកនឹងហើយ មែនហើយនៅធ្វើអីទៀតចូលកុំឲ្យមាសប្រាក់ឋានៈតួនាទីកែប្រែចិត្តគំនិតរបស់យើង ណែកណ្ដុតទាំងឡាយយើងគឺជាចចកដែលកាន់សិលយើងមកនេះគឺដើម្បីគ្រប់គ្រងរក្សានិងការពារពួកឯងទាំងអស់គ្នាគឺយើងទៅរាប់ចំនួនរបស់កណ្ដុលទាំងអស់ដូច្នេះជារៀងរាល់ព្រឹកទៅតម្រង់ជួរឲ្យយើងរាប់ហេតុអ្វីបានជាសមាជិករបស់យើងមានការថយចុះបែបនេះប្រហែលជាមានអ្វីខុសប្រក្រតីហើយរឿងចចកនិងកណ្ដុល ការកន្លងទៅមានស្ដេចកណ្ដុលមួយក្បាលនិងបរិវារជាច្រើនក្បាលនៅទីនោះមានកណ្ដុលច្រើនណាស់បើយើងចូលទៅចាប់គេប្រហែលជាមិនងាយនឹងចាប់បាននោះទេបើអញ្ចឹងមានតែប្រើល្បិចហើយទៅបានអេមើលទៅកណ្ដុលនោះប្រហែលជាស្ដេចកណ្ដុលហើយមើលទៅ ណែកណ្ដុតទាំងឡាយយើងគឺជាចចកដែលកាន់សិលយើងមកនេះគឺដើម្បីគ្រប់គ្រងរក្សានិងការពារពួកឯងទាំងអស់គ្នាលោកដ៏ចម្រើនតើលោកមកគ្រប់គ្រងនិងការពារពួកយើងដោយរបៀបណាទៅគឺយើងទៅរាប់ចំនួនរបស់កណ្ដុលទាំងអស់ដូច្នេះជារៀងរាល់ព្រឹកទៅតម្រង់ជួរឲ្យយើងរាប់និងល្ងាចឡើងទៅតម្រង់ជួរឲ្យយើងរាប់ម្ដងទៀត តើយើងត្រូវធ្វើបែបនេះជារៀងរាល់ថ្ងៃមែនទេមិនខុសទេស្ដេចកណ្ដុលបានយល់ព្រមចចកតែងតែលួចចាប់កណ្ដុលដែលនៅពីក្រោយគេធ្វើជាចំណី
ល្បិចនេះពិតជាល្អមែនស៊ីកណ្ដុរទាំងនោះរាល់ថ្ងៃដោយមិនហត់ហើយពួកកណ្ដុរទាំងអស់នោះពិតជាល្ងងមែនជារៀងរាល់ថ្ងៃកណ្ដុរត្រូវបានបាត់ខ្លួនធ្វើឲ្យស្ដេចកណ្ដុរមានការសង្ស័យហេតុអ្វីបានជាសមាជិករបស់យើងមានការថយចុះបែបនេះប្រហែលជាមានអ្វីខុសប្រក្រតីហើយលោកម្ចាស់តើលោកកំពុងគិតរឿងអ្វីទៅយើងកំពុងតែគិតអំពីសមាជិករបស់យើងដែលបានបាត់ខ្លួនជារៀងរាល់ថ្ងៃមែនតើលោកម្ចាស់នៅពេលដែលលោកម្ចាស់និយាយរឿងនេះខ្ញុំក៏មានការចម្លែកចិត្តដែរយើងពិតជាមានការសង្ស័យណាស់តើលោកម្ចាស់មានការសង្ស័យទៅលើអ្វីទៅយើងកំពុងតែសង្ស័យទៅលើចចកកាន់សិលនោះយើងខ្លាចក្រែងតែចចកនោះលួចឆីគ្នារបស់យើងទេហេតុអ្វីបានជាលោកម្ចាស់មានការសង្ស័យទៅលើគាត់ព្រោះគាត់ជាអ្នករក្សាសិលនិងមកក្នុងគោលបំណងមើលថែរក្សាពួកយើងដូច្នេះនោះជួនកាលវាអាចជាល្បិចរបស់គេដែលមានបំណងមកឆីពួកយើងបើអញ្ចឹងតើលោកម្ចាស់គិតដោះស្រាយបែបណាទៅយើងនឹងនៅពីក្រោយគេម្ដងបើអញ្ចឹងវាអាចគ្រោះថ្នាក់ណាស់លោកម្ចាស់មិនអីទេយើងនឹងប្រុងប្រយ័ត្នជានិច្ចលុះចូលដល់ព្រឹកឡើងស្ដេចកណ្ដុរបានដើរនៅក្រោយគេនិងមានការប្រុងប្រយ័ត្នចំពោះចចកបានចាប់ស្ដេចកណ្ដុរក៏បានគេចផុតយើងមិនបានធ្វើអីទេអញ្ចឹងតើបានជាសមាជិករបស់យើងបាត់ខ្លួនជាបន្តបន្ទាប់ការពិតឯងជាជនបោកប្រាស់ដើម្បីតែប្រយោជន៍ពលចប់ស្ដេចកណ្ដុរក៏ហក់ទៅខាំចចកនោះឲ្យបាត់បង់ជីវិតបាត់ទៅការកុហកបោកប្រាស់អ្នកដទៃដើម្បីតែប្រយោជន៍ខ្លួនឯងនឹងមិនស្ថិតស្ថេរយូរអង្វែងឡើយរឿងសង្ស័យមានប្តីប្រពន្ធមួយគូពួកគេបានរៀបការជាមួយគ្នាអស់ជាច្រើនឆ្នាំហើយចំណែកប្តីវិញគេខិតខំធ្វើការទាំងយប់ទាំងថ្ងៃមិនមានពេលសម្រាកច្រើនឡើយប្រពន្ធមានការសង្ស័យនឹងប្តីជាខ្លាំងតាប៉ែកនឹងដូចជាប្លែកដល់ហើយមិនដឹងថាយ៉ាងម៉េចទេសង្ស័យតែលួចមានស្រីទេអូនបងមកវិញហើយបងឥឡូវមកវិញដូចជាយប់ដល់ហើយដោយសារតែជាប់ការងារជាមួយនឹងមេនឹងបានជាយប់អញ្ចឹងបងកុំខំធ្វើការយប់ជ្រៅពេកលើកណាក៏យប់ដែរបានលើកក្រោយមិនឲ្យយប់ចឹងទៀតទេណាលើកណាក៏និយាយអញ្ចឹងដែរលើកនេះបងនិយាយពិតមែនជឿបងម្ដងទៀតចាស់តោះយើងនាំគ្នាចូលផ្ទះសម្រាកទៅថ្ងៃមួយប្តីបាននាំនារីម្នាក់ដើម្បីយកមកបម្រើក្នុងផ្ទះអូននាងមានឈ្មោះថាបរមីនាងនឹងមកធ្វើការក្នុងផ្ទះរបស់យើងហើយម៉េចបានជាបងយកនាងមកធ្វើការក្នុងផ្ទះយើងដោយសារតែបងឃើញអូនហត់បងក៏យកនាងមកឲ្យនៅជាមួយទៅគ្រាន់នឹងបានសម្រាលការងារអូនខ្លះតែការងារប៉ុណ្ណឹងអូនអាចធ្វើបានតាបងអាណិតនាងដោយសារតែនាងមិនមានការងារធ្វើនាងត្រូវការប្រាក់ដើម្បីចិញ្ចឹមម្ដាយរបស់នាងផងលើកក្រោយបងគួរតែសួរខ្ញុំសិនមុននឹងយកអ្នកណាចូលផ្ទះបានលើកក្រោយបងនឹងពិភាក្សាជាមួយអូនបន្ទាប់ពីអ្នកបម្រើនោះបានចូលទៅក្នុងផ្ទះនោះហើយប្រពន្ធតែងតែមិនឃើញប្តីនៅពេលយប់ឡើងប្រពន្ធមានការសង្ស័យនឹងប្តីរបស់នាងកាន់តែខ្លាំងឡើងថ្ងៃមួយណែនាងយើងឲ្យនាងសម្រាប់3ថ្ងៃអញ្ចឹងយើងឲ្យប្រាក់នាងដើម្បីលំហែកាយម៉េចបានជាអ្នកស្រីឲ្យខ្ញុំលំហែកាយអញ្ចឹងនាងមិនបាច់ចង់ដឹងនោះទេអញ្ចឹងនាងឆាប់ចេញទៅហើយកុំប្រាប់ឲ្យអ្នកណាដឹងឲ្យសោះចាស់លោកប្រុសនោះមិនបាច់ទេនាងឆាប់ទៅឥឡូវនេះទៅឥឡូវនេះមិនក៏លឿនម្លេះអ្នកស្រី
យើងមិនអាចប្រាប់នាងបានទេ នាងឆាប់ចេញទៅ ចេញទៅ ទៅ អ្នកបម្រើនោះបានចាក់ចេញទាំងងឿយឆ្ងល់លុះយប់ឡើងប្រពន្ធបានលួចចូលទៅក្នុងបន្ទប់របស់អ្នកបម្រើស្រីនោះដោយបានបិទភ្លើងមួយសន្ទុះក្រោយមកស្រាប់តែមានបុរសម្នាក់បានដើរចូលមកប្រពន្ធខឹងខ្លាំងណាស់នាងបានបើកភ្លើងនាងក៏បានឃើញបុរសម្នាក់តែនោះមិនមែនជាប្តីរបស់នាងនោះទេគឺជាអ្នកបើកឡានឲ្យប្តីនាងទៅវិញអ្នកស្រីមិនបានជាអ្នកស្រីមកនៅក្នុងបន្ទប់របស់ខ្ញុំទៅវិញ តើនាងជាប្រពន្ធឯងមែនទេ បាទត្រូវហើយនាងជាប្រពន្ធរបស់ខ្ញុំរឿងក្តាមសក់ការដើមឡើយមានក្តាមពីរក្បាលដែលជាមិត្តសម្លាញ់នឹងគ្នាហើយក្តាមមួយទៀតមានរូបរាងធំជាងក្តាមមួយទៀតអេសម្លាញ់យើងដូចជាឆ្ងល់ណាស់មិនបានជាឯងមានរូបរាងធំជាងយើងកាលពីលើកមុនឯងដូចជាមិនធំជាងយើងនោះទេអគ្នាមានរូបរាងធំជាងមុនដោយសារតែគ្នាសក់សម្បកទើបគ្នាអាចធំជាងមុនអូអញ្ចឹងទេចុះបើយើងមិនសក់សម្បករបស់យើងមិនអាចធំជាងមុនទេត្រូវហើយយើងមិនអាចធំជាងមុនបានទេបើសិនជាយើងមិនសក់សម្បកនោះអញ្ចឹងគ្នានឹងសក់សម្បកដូចជាឯងហើយដើម្បីឲ្យបានធំជាងមុនក្តាមនោះបានសក់សម្បករបស់ខ្លួនតែប៉ុណ្ណេះខ្ញុំនឹងអាចធំជាងមុនហើយភ្លាមនោះស្រាប់តែមានត្រីពីរក្បាលនៅទីនោះក្តាមនេះទើបតែសក់សម្បកហើយពិតជាល្អណាស់មិនចាំបាច់ទៅរកនៅឯណាឆ្ងាយណែនេះជារបស់យើងទេយើងឃើញមុនឯងឃើញមុនអីយើងជាអ្នកឃើញក្តាមនេះមុនក្តាមនេះជារបស់យើងចឹងអ្នកណាទៅដល់មុនអ្នកនោះនឹងបានក្តាមនេះបានសម្រេចតាមនឹងទៅចោះត្រីពីរក្បាលនោះបានទៅដល់ក្តាមនោះទន្ទឹមគ្នាយើងមកដល់មុនអញ្ចឹងក្តាមនេះជារបស់យើងទេយើងមកដល់មុនអញ្ចឹងក្តាមនេះជារបស់យើងរបស់យើងរបស់យើងចប់សិនបងទាំងពីរពួកបងកុំឆ្លោះគ្នាដោយសារខ្ញុំអីខ្ញុំមានគំនិតមួយដែលអាចកាត់សេចក្តីថាអ្នកណាដែលត្រូវឆៃខ្ញុំតើឯងមានគំនិតអ្វីទៅខ្ញុំនឹងបង្វិលខ្លួនរបស់ខ្ញុំបើសិនជាខ្ញុំបែរទៅខាងណាអ្នកនោះនឹងអាចឆៃខ្ញុំហើយមានអីល្អអន្តាយើងឯកភាពយើងក៏ឯកភាពដែរក្តាមបានបង្វិលខ្លួនរបស់គេហើយក៏បានជីកដីទៅបាត់ទៅវារត់ទៅបាត់ហើយមែនហើយនេះគឺមកពីឯងនឹងហើយក្តាមបានទៅដល់លើគោកហើយវីនឹងអស់ជីវិតទៅហើយសំណាងល្អដែលខ្ញុំឆ្លាតកុំអីคล้ายជាចំណីពួកត្រីនោះហើយនៅពេលនោះក៏មានសត្វក្រៀលកំពុងតែឈរនៅទីនោះដែរអាយ៉ាក្តាមទើបតែសក់សម្បកលេបទៅដឹងតែមានជាតិហ្មងលោកបងសូមលោកបងកុំឆៃខ្ញុំអីបើមិនឆៃមានតែល្ងងហើយមកធ្វើជាចំណីរបស់យើងតាមសម្រួលទៅទេលោកបងសាកមើលទៅខាងនោះទៅតើមានអ្វីឯនេះហ៊ានបោកយើងផងបើសិនជាជួបឯងលើកក្រោយឯងនឹងមិនរួចខ្លួនឡើយ
ក្តាមមួយក្បាលនោះក៏បានជួបនឹងមិត្តភ័ក្តិរបស់គេយ៉ាងម៉េចហើយសម្លាញ់មើលតើឯងដូចជាទើបតែរត់គេចពីអ្នកប្រមាញ់ហើយត្រូវទេប្រកាសណាស់សម្លាញ់នៅពេលដែលគ្នាសកសម្បកអញ្ចឹងគឺមានពពួកសត្វជាច្រើនចង់មកឆេះយើងតែនៅពេលដែលយើងមិនសកគឺមិនសូវមាននោះទេវាជារឿងធម្មតាទេសម្លាញ់វាជារឿងធម្មតាអញ្ចឹងបានន័យថាសម្លាញ់ឯងក៏ធ្លាប់ជួបរឿងអញ្ចឹងដែរត្រូវហើយសម្លាញ់គ្នាគឺជួបច្រើនជាងឯងទៅទៀតគ្នាលេងចង់ធំជាងមុនហើយបើសិនជាសកសម្បកមានសត្វផ្សេងតាមប្រមាញ់បែបនេះបើសិនជាអញ្ចឹងនោះសម្លាញ់ឯងនឹងនៅតែប៉ុណ្ណឹងរហូតហើយកាន់តែមិនរឹងមាំទេឯងឃើញបងដែលមានមាឌធំទេពួកគាត់សុទ្ធតែធ្លាប់លំបាកដូចជាយើងអញ្ចឹងជីវិតគឺបែបនឹងហើយគឺត្រូវតែតតាំងនឹងឧបសគ្គទើបយើងអាចរឹងមាំបានគ្នាយល់ហើយសម្លាញ់គ្នានឹងជំនះឧបសគ្គទាំងអស់នេះជីវិតត្រូវតែតតាំងនឹងឧបសគ្គទើបយើងអាចរឹងមាំបានរឿងតាបោះនិងចៅពីរនាក់មានតាបោះម្នាក់គាត់មានកូនសិស្សចំណិត2នាក់ម្នាក់ឈ្មោះរិទ្ធនិងម្នាក់ទៀតឈ្មោះចែងកូនសិស្សទាំង2នាក់របស់គាត់មានចិត្តស្មោះត្រង់នឹងតាបោះខ្លាំងណាស់ណែពួកចៅទាំងពីរតើពួកចៅទាំងពីរព្រមទៅតាមយើងដើរប្រោះមនុស្សសត្វទេសម្រាប់ចៅព្រមតាមលោកតាចៅក៏អញ្ចឹងដែរលោកតាមិនថាមានរឿងអ្វីកើតឡើងចៅក៏ព្រមទៅតាមលោកតាដែរតែការធ្វើដំណើរនោះអាចមានគ្រោះថ្នាក់ជួបឧបសគ្គច្រើនរាប់មិនអស់ចៅមិនខ្លាចនឹងជួបគ្រោះឧបសគ្គអ្វីទេចៅក៏អញ្ចឹងដែរលោកតាបានយើងមើលទៅទឹកចិត្តពួកចៅទាំងពីរនាក់ពិតជាមានចិត្តស្មោះត្រង់ក្នុងការធ្វើដំណើរជាមួយយើងព្រមឲ្យពួកចៅទៅជាមួយយើងចោះចឹងព្រឹកស្អែកពួកចៅចាប់រៀបចំអីវ៉ាន់ទៅនៅតាមផ្លូវធ្វើដំណើរស្បៀងក៏នៅសល់តែបន្តិចបន្តួចលោកតាស្បៀងរបស់យើងនៅសល់តែបន្តិចទេតែយើងគិតធ្វើយ៉ាងម៉េចទៅនៅទីនេះជាតំបន់ដាច់ស្រយាលទៀតប្រហែលជាគ្មានមនុស្សទេអញ្ចឹងលោកតាតែយើងគិតសម្រាកនៅទីណាទៅនៅត្រង់នេះមានដើមឈើធំមួយដែរយើងគិតសម្រាកនៅត្រង់នេះទៅលុះស្អែកឡើងពួកគេក៏បន្តដំណើរទៅមុខទៀតពួកគេបានឃើញផ្ទះមួយនៅដាច់ស្រយាលពីគេនៅទីនោះមានផ្ទះមួយហើយយើងដូចជាធ្វើដំណើរយូរណាស់ដែរហើយអញ្ចឹងយើងទៅសុំផ្ទះគេស្នាក់អាស្រ័យសិនទៅពួកគេក៏ចូលទៅក្នុងផ្ទះនោះអ្នកទាំង3តើអ្នកទាំង3នាក់ធ្វើដំណើរទៅណាវិញខ្ញុំធ្វើដំណើរដើម្បីប្រោសសត្វលោកឲ្យយល់ដឹងពីអំពើល្អនិងអំពើអាក្រក់ពិតជាប្រពៃណាស់លោកតាតែផ្ទះរបស់ខ្ញុំតូចណាស់ហើយខ្ញុំមានអង្ករនៅសល់តែតិចតួចមិនអីទេខ្ញុំសុំតែកន្លែងសម្រាប់ស្នាក់នៅតែប៉ុណ្ណោះពួកគេបានធ្វើដំណើរទៅមុខទៀតស្បៀងកាន់តែខ្សត់ទៅលោកតាស្បៀងរបស់យើងកាន់តែអស់ទៅហើយនៅសល់តែសម្រាប់មួយថ្ងៃទៀតប៉ុណ្ណោះចឹងមិនអីទេយើងហូបមួយចាន3នាក់ទៅយើងអាចទប់បាន3ថ្ងៃដែរមកដល់ពេលនេះតើពួកចៅមានការស្ដាយក្រោយទេដែលមកតាមតានោះចៅមិនស្ដាយក្រោយទេចៅក៏មិនស្ដាយក្រោយដែរលោកតាអញ្ចឹងល្អណាស់ចៅចែងចៅទៅដាំបាយចោះនៅពេលចែងបានដាំបាយតាបោះបានទៅឃើញចែងកំពុងតែហូបបាយតាបោះបានគិតក្នុងចិត្តមិននឹកស្មានថាចៅចែងដែលជាមនុស្សស្មោះត្រង់ជាងគេបែរជាធ្វើរឿងចឹងសោះនៅពេលចែងបានយកបាយមកតាបោះក៏និយាយថាបាយនេះជាបាយដែលស្អាតមិនទាន់មានអ្នកណាលូកលាន់ឡើយអញ្ចឹងយើងទៅតែសែនទៅដល់អារុកអារក្សអ្នកតាសិនលោកតាបាយនេះ
ចៅបានហូបរួចហើយដោយសារតែពេលដាំបាយមានស្លឹកឈើហើរចូលអញ្ចឹងចៅក៏ប្រមូលបាយលាយជាមួយស្លឹកឈើទាំងនោះមកហូបនេះជាមេរៀនសម្រាប់ខ្ញុំហើយខ្ញុំមិនគួរយល់ខុសចំពោះសិស្សដែលមានចិត្តស្មោះត្រង់ឡើយពេលខ្លះនៅពេលដែលយើងឃើញហើយយើងអាចនឹងសន្និដ្ឋានខុសបើយើងមិនទាន់បានវេកញែកការពិត